ហើយការធ្វើដំណើរទៅលេងទឹកធ្លាក់ជ្រាវនេះគឺអត់មានគម្រោងទេអ្នកនរគ្នាចឹងមានតែ3ម៉ូតូទេដែលត្រូវទៅលេងហ្នឹងឥឡូវទៅកាន់កាមេរ៉ាទូរស័ព្ទថតនិងទេសភាពសម្រស់តំបន់ព្រៃភ្នំឲ្យអ្នកនរគ្នាមើលឥឡូវអេដមីនជីនៅពីក្រោយពួកគាត់វិញម្ដងហើយឥឡូវនេះគឺមកដល់គៀកភ្នំមែនតែនហើយទេសភាពក៏លក្ខណៈថា fresh natural ធម្មជាតិពិតសួស្តីអ្នកនរគ្នា admin ខានធ្វើវីដេអូដំណើរកម្សាន្តទៅតំបន់ធម្មជាតិរៀងយូរដែរហើយកាលមួយរយៈមុនប្រហែលខែមុនហ្នឹងគឺ admin បានទៅលេងទឹកធ្លាក់ច្បក់នៅថ្ងៃទី25ខែ2ហើយឥឡូវទៅតែបានដើរលេងមួយសាទៀតជាមួយនឹងក្រុមធីមរបស់ admin គឺថ្ងៃទី25ខែ5 2024នេះគឺ admin មានដំណើរកម្សាន្តទៅកាន់ទឹកធ្លាក់ជ្រាវដោយសារការធ្វើដំណើរមានចម្ងាយឆ្ងាយចឹង admin ត្រូវភ្ញាក់ក្រោកពីប្រឡប់គឺចេញពីបន្ទប់មកម៉ោង4:40នាទីហើយដូចឃើញនៅក្នុងវីដេអូនេះចឹងគឺមេឃនៅឥតឡើយទេ admin ត្រូវចូលទៅយកបងប្រុស admin ម្នាក់ទៀតហើយផ្ទះគាត់នៅផ្សារសវណ្ណាចឹងឥឡូវ admin គឺចាប់ដើមចេញពីទឹកខ្មៅមកឥឡូវជិះមកដល់ផ្លូវជីបម៉ុងឡែន2.1ហើយអញ្ចឹងបន្តិចទៀតនឹងទៅដល់ផ្ទះរបស់បងប្រុសរបស់ admin ហើយនិយាយទៅបើសិនជាអ្នកនរគ្នាចង់ទៅលេងតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ជ្រាវគួរតែធ្វើដំណើរចេញពីប្រឡប់ដូច admin ពួកអីតាមដងផ្លូវចរាចរណ៍រៀងស្រឡះហើយនិយាយចំគឺត្រជាក់ស្រួលបើកបអញ្ចឹងឥឡូវគឺមកដល់ផ្លូវចូលច្រកផ្ទះរបស់បងប្រុស admin ហើយនិយាយទៅដំណើរកម្សាន្តទៅកាន់ទឹកធ្លាក់ជ្រាវគឺមានសមាជិក5នាក់អញ្ចឹងឥឡូវគឺមកដល់ប្រាសាទ PTT ហើយនេះគឺជាបងប្រុសរបស់ខ្ញុំ admin សុំកាត់វីដេអូចោលខ្លះព្រោះអីពេលដែលជិះចេញពីភ្នំពេញមកតាមផ្លូវជាតិលេខ5មកគឺអត់បានថតទេសភាពក៏ដូចជាថតដងផ្លូវឲ្យអ្នកនរគ្នាមើលទេអញ្ចឹងឥឡូវនេះគឺបានមកដល់ចុះពីផ្លូវជាតិលេខ5គឺមកដល់ផ្លូវ53ហើយឥឡូវនេះគឺម៉ោង7នាទីហើយនិយាយទៅគឺលឿនដែរអ្នកនរគ្នាឲ្យតែការធ្វើដំណើរយើងនិយាយស្រុកគ្នាគឺលឿនហើយពេលដែលនៅក្រាស់សាំងហ្នឹងគឺណាត់ចាំគ្នានៅក្រាស់សាំងពីគីហ្នឹងម៉ោង4កន្លះអញ្ចឹងធ្វើដំណើរចេញមកអស់គ្នាហើយការធ្វើដំណើរទៅលេងទឹកធ្លាក់ជ្រាវនេះគឺជាលើកទី1សម្រាប់ admin ហើយនិយាយទៅផ្លូវស្រួលធ្វើដំណើរមែនតើអ្នកនរគ្នាគឺអត់បបាក់ដូចពីមុនទេឬបងប្រាប់ admin ថាការពីមុនបបាក់តែឥឡូវផ្លូវទៅទឹកធ្លាក់ជ្រាវគឺជិះស្រួលមែនតើអ្នកនរគ្នាហើយមើលទេសភាពតាមដងផ្លូវមានអារម្មណ៍ថាត្រជាក់ភ្នែកហើយព័ទ្ធជុំវិញទៅដោយដើមឈើរុក្ខជាតិហើយនឹងឃើញទេសភាពភ្នំពីចម្ងាយហើយតាមផ្លូវគឺស្ងប់ស្ងាត់ល្អអត់សូវមានចរាចរណ៍ធ្វើដំណើរទេព្រោះពេលហ្នឹងទៅតែម៉ោង7កន្លះអីហ្នឹងអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ទៅលេងទឹកធ្លាក់ជ្រាវអាចក្រោកពីប្រឡប់ដូច admin មកបើសិនជាផ្ទះអ្នកនរគ្នានៅឆ្ងាយហើយឥឡូវគឺ admin បើកពីក្រោយបងដែលគាត់នាំផ្លូវនិយាយទៅម៉ូតូខាងមុខគឺបងប្រុសម្នាក់ទៀតហ្នឹងគឺគាត់ធ្លាប់មកលេងទឹកធ្លាក់ជ្រាវនឹងដែរអញ្ចឹងគាត់ស្គាល់ភូមិសាស្ត្រច្បាស់អញ្ចឹងថ្ងៃហ្នឹងគឺមកជាមួយគាត់ហើយគាត់មានដៃគូគាត់មកជាមួយដែរគឺចាយ៉ាហើយឥឡូវនេះគឺបន្តដំណើរទៅមុខទៀតហើយការធ្វើដំណើរទៅលេងទឹកធ្លាក់
ជ្រាវនេះគឺអត់មានកម្រងទេអ្នកនរគ្នាចឹងមានតែ3ម៉ូតូទេដែលត្រូវទៅលេងនឹងឥឡូវតែកាន់កាមេរ៉ាទូរស័ព្ទថតនិងទេសភាពសម្រស់តំបន់ព្រៃភ្នំឲ្យអ្នកនរគ្នាមើលឥឡូវអេដមីនជីនៅពីក្រោយពួកគាត់វិញម្ដងហើយឥឡូវនេះគឺមកដល់គៀកភ្នំមែនតែនហើយទេសភាពក៏លក្ខណៈថា fresh natural ធម្មជាតិពិតអានេះអត់មានកាត់តទេណាអ្នកនរគ្នានិយាយទៅស្រស់ស្រាយបើសិនអ្នកនរគ្នាបានមកលេងផ្ទាល់ហើយខាងមុខហ្នឹងគឺម៉ូតូបងប្រុសបងប៊ីហើយកំពុងតែបន្តដំណើរទៅមុខទៀតតាមផ្លូវស្រួលធ្វើដំណើរមែនតើឥឡូវអេដមីនកាត់វីដេអូមកដល់តំបន់ទឹកធ្លាក់ជ្រាវនេះគឺមកដល់ខាងលើហើយអ្នកនរគ្នានិយាយទៅមានតនៈមតនៈអានេះក៏តែមកដល់តនៈក្រមទេហើយនេះគឺបងប្រុសរបស់អេដមីនបងជីវ័ននិយាយទៅនាំគ្នាសម្រាប់បន្តិចពួកអីផ្លូវឡើងមកដល់លើភ្នំគឺយើងត្រូវដើរជើងឡើងមកដល់លើម៉ូតូយើងដាក់នៅខាងក្រោមអាចជិះឡើងមកបានទេហើយនេះគឺទេសភាពទឹកធ្លាក់នៅតាមចលងថ្មនេះទៅមានអារម្មណ៍ថាសប្បាយហើយស្រស់ស្រាយហើយមានអារម្មណ៍ថា fresh និយាយទៅម្នាក់អវល់ទៅធ្វើការងារដល់ពេលឆ្លៀតពេលបានមកដើរលេងនៅតំបន់ធម្មជាតិទៅមានអារម្មណ៍ថាប្លែកអារម្មណ៍ហើយនិយាយទៅមកទឹកធ្លាក់ជ្រាវនេះលើកទី1ហើយដោយសារមានបងប្រុសគាត់ធ្លាប់មកពីមុនមកហើយគាត់មានស្គាល់អ្នកប្រចាំការអ្នកមើលការខុសត្រូវនៅតំបន់ហ្នឹងផងចឹងវាមានអារម្មណ៍ថាកក់ក្ដៅហើយក៏យើងមកបានដល់កន្លែងដែលមានសុវត្ថិភាពហើយកន្លែងដែលខ្ញុំមកលេងនេះគឺនៅដូចជាដំណាក់ទី3អ្នកនរគ្នានិយាយទៅគឺនៅទឹកធ្លាក់ជ្រាវមាន7ដំណាក់ប៉ុន្តែអត់បានទៅដំណាក់ខ្ពស់ខាងលើទេដោយសារដំណាក់ខ្ពស់ខាងលើហ្នឹងភាគច្រើនមានអ្នកដែលគាត់មកបោះតង់បោះអីចឹងណាអ្នកនរគ្នាគាត់គេងមកយកតែដែល like admin គឺជាមួយក្រុមអត់បានសម្រាប់ទេគឺទៅលេងវល់ល្ងាចនិយាយទៅពេលមកដល់ខាងលើនេះគឺទឹកត្រជាក់មែនទែនដូចតកកហើយគ្រាន់តែមកដល់ភ្លាមរត់លេងដើរថតទេសភាពឲ្យអ្នកនរគ្នាមើលហើយឥឡូវហ្នឹងគឺមានតែក្រុម admin ទេដែលបានមកដល់ដំណាក់ទី3នឹងមុនគេគឺម៉ោង9ជាងហ្នឹងហើយឥឡូវនេះគឺសម្រាប់អង្គុយញ៉ាំភេសជ្ជៈហើយ admin ពេលធ្វើដំណើរផ្លូវឆ្ងាយ admin អត់ញ៉ាំគ្រឿងស្វឹងទេគឺញ៉ាំភេសជ្ជៈហើយនេះគឺបងគាត់ក្លែមហើយផឹកពីយ៉ាតិចតួចនេះគឺបងជីវ័នហើយខាងក្រោយជាយ៉ានិងបងប្រុសខ្ញុំម្នាក់ទៀតដែលគាត់ស្គាល់អ្នកប្រចាំការនៅតំបន់ហ្នឹងព្រោះអីគាត់ធ្លាប់មកប្រហែលដងដែរហើយទឹកជ្រោះនេះគឺត្រជាក់ហើយថ្លាដូច admin បានថតឲ្យអ្នកនរគ្នាមើលអញ្ចឹងនិយាយទៅសប្បាយណាស់លើកទី1ដែល admin បានទៅលេងទឹកធ្លាក់ជ្រាវហើយសង្ឃឹមថានឹងមានឱកាសក្រោយៗបានដើរលេងជុំជាមួយបងទៀតហើយនេះគឺបងជីវ័ន admin ឲ្យគាត់ចុះមកលេងទឹកដំបូងគាត់អត់ចង់ចុះមកទេនេះបងប៊ីនិយាយទៅនៅកន្លែងដែលលេងនេះគឺទឹកអត់សូវជ្រៅទេអ្នកនរគ្នាចឹងអាចលេងបានកន្លែងនេះគឺ admin ឈរនៅក្នុងទឹកអ្នកនរគ្នាហើយដើរថយក្រោយទាញកាមេរ៉ាថតម៉ាសាជើងថតចិត្តម៉ាសាមកចិត្តម៉ាសាដាក់ខំអត់ទៅកាមេរ៉ាដើរថយក្រោយ
អូតើលឹបខោអ្នកកាមេរ៉ាថតទៅថយព្រលឹបទៅបាត់ចប់ប្រហើយអូកាមេរ៉ាទាញមកខាងនេះវិញអូនេះជំនាញកាមេរ៉ាបាត់កាប់មុខអីណែទឹកអីចុចបាត់បងជីមកលាក់បាត់ហើយកន្លែងខ្លងនេះអេដមីនឲ្យបងខុសអេដមីនគាត់កាន់កាមេរ៉ាមែនឲ្យថតឲ្យវាទៅតិចមែនតែនអ្នកអស់គ្នាតិចឡើងលងាបន្ទាប់ពីលេងទឹកហើយគឺអេដមីនតិចលងាញាក់មាត់ហ្មងហើយមើលទឹកខាងក្រោយគឺតិចថ្លាមើលបងប៊ីហើយបងជីវ័នគាត់កំពុងតានិយាយគ្នាពីនេះពីនោះមិននិយាយទេបាទអេដមីនចេះតែនិយាយលេងទេហើយមកដល់កន្លែងនេះគឺអេដមីនសុំត្រីអ្នកដែលគាត់មកលេងទឹកធ្លាក់ជ្រាវនឹងថតលេងឲ្យអ្នកនរគ្នាមើលអេដមីនតាមថតត្រីក្នុងទឹកយូរហើយថតអត់បានឥឡូវសុំគាត់ពីរអ្នកនេះដើម្បីថតឲ្យអ្នកនរគ្នាមើលហើយឥឡូវគាត់កំពុងតាលេងសម្រូតខ្លួនអ្នកនរគ្នាតើនិយាយទៅប្រូពីរអ្នកហ្នឹងក៏ហ៊ានសម្រូតខ្លួនដែរសម្រាប់អេដមីនអត់ហ៊ានទេបានតែកាន់កាមេរ៉ាថតលេងអញ្ចឹងទៅសប្បាយណាស់អ្នកនរគ្នាហើយឥឡូវនេះក៏ដល់ពេលថតរូបមុនពេលចុះទៅលើភ្នំវិញទុកជាអនុស្សាវរីយ៍ព្រោះអីម៉ោង 4 កន្លះហើយអញ្ចឹងដល់ម៉ោងចុះទៅលើភ្នំវិញឥឡូវចុះលើភ្នំហើយមកដល់នេះភ្លៀងល្មមជាចុងក្រោយអេដមីនសូមអរគុណហ្វេនក៏ដូចជាអ្នកនរគ្នាដែលចូលចិត្តមើលវីដេអូរបស់អេដមីនហើយចាំជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយជូនពរសំណាងល្អ